เอาเวស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel Secret ចានៅក្នុងវីដេអូការសង្ខេបរឿងមួយហ្នឹង admin នឹងយករឿងតាក់ទងជាមួយនឹងខ្មោចមកសង្ខេបឲ្យប្រិយមិត្តបានទស្សនាដោយសារតែ admin បានឃើញប្រិយមិត្តមួយចំនួនគាត់ comment ឲ្យ admin ហ្នឹងសម្រាប់រឿងខ្មោចបន្តទៀតដោយសារតែគាត់ហ្នឹងគឺចូលចិត្តរឿងខ្មោចខ្លាំងមែនតើដូច្នេះហើយបានជា admin យករឿងខ្មោចរបស់តៃវ៉ាន់មួយមកសង្ខេបឲ្យប្រិយមិត្តបានទស្សនារឿងមួយហ្នឹង admin ចូលចិត្តដោយសារតែសាច់រឿងនៅក្នុងរឿងមួយហ្នឹងគឺបានដកស្រង់ចេញពីរឿងពិតថែមទៀតផងអូខេតោះអញ្ចឹងមកទស្សនាការសង្ខេបរឿងដែលមានចំណងជើងថា The Take Along ទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមនៅពេលដែលលោកយាយម្នាក់មានឈ្មោះថាលោកយាយសួយកំពុងតែវង្វេងនៅក្នុងព្រៃក្បែរជើងភ្នំមួយហើយចាប់ពីពេលនោះមកគេបានប្រកាសស្វែងរកលោកយាយសួយដែលធ្វើលោកយាយដែលមានឈ្មោះថាលោកយាយហ៊ូដែលជាមិត្តភ័ក្តិរបស់លោកយាយសួយចាប់ផ្ដើមបារម្ភជាខ្លាំងព្រោះពួកគាត់ជាអ្នកទៅកំសាន្តភ្នំនោះជាមួយគ្នាមុនពេលដែលលោកយាយសួយបានបាត់ខ្លួនងាកមកមើលការរស់នៅរបស់លោកយាយហ៊ូឯនេះវិញគាត់រស់នៅជាមួយនឹងចៅប្រុសរបស់គាត់មានឈ្មោះថាវៃរាល់ព្រឹកគាត់តែងតែដាស់និងធ្វើអាហារឲ្យវៃញ៉ាំមុនពេលទៅធ្វើការនៅពេលថ្ងៃនេះវៃបានទៅធ្វើការយឺតទើបនៅពេលនោះគេមិនបានយកអាហារទៅធ្វើការនោះទេហើយលោកយាយរបស់គេបានសួរថាកាលណាទើបបានជាគេសុំមិត្តស្រីរបស់គេរៀបការទៅដោយសារតែគាត់ចង់ឃើញពួកគេទាំងពីរនាក់រៀបការជាមួយនឹងគ្នាលុះនៅពេលវៃបានទៅធ្វើការបាត់ស្រាប់តែលោកយាយបានឮសំឡេងលោកយាយសួយហៅគាត់ល្វើយនៅក្នុងផ្ទះនោះយ៉ាងចម្លែកលុះនៅពេលដែលគាត់បានដាក់តែរកមើលស្រាប់តែនៅពេលនោះមិនប្រយ័ត្នគាត់ក៏បានរអិលជើងដួលភ្លាមនោះស្រាប់តែមានស្នាមដានជើងមនុស្សនៅទីនោះហើយក៏មានខ្មោចមួយមកពីខាងក្រោយខ្នងរបស់គាត់តែម្ដងងាកមកមើលអ៊ីជុនសង្សាររបស់វៃនេះវិញកំពុងតែធ្វើការផ្នែកវិទ្យុរាល់ពេលដែលនាងបានផ្សាយផ្ទាល់តែងតែមានវៃបើកស្ដាប់ទាំងញញែមលុះនៅពេលដែលវៃបានទៅធ្វើការផ្នែកអចលនៈទ្រព្យលោកយាយរបស់គេបានទេមកគេជាច្រើនដងប៉ុន្តែនៅពេលនោះដោយសារតែគេរវល់គេមិនបានលើកនោះទេបន្ទាប់មកនៅពេលដែលវៃបានណែនាំភ្ញៀវឲ្យមើលខុនដូរបស់គេហើយស្រាប់តែនៅពេលនោះគេចាប់ផ្ដើមមានអារម្មណ៍ថាមានក្មេងរត់លេងនៅទីនោះប៉ុន្តែនៅពេលដែលគេបានដើរទៅរកមើលស្រាប់តែបានឃើញក្រឡរបស់លោកយាយរបស់គេទុកនៅទីនោះយ៉ាងចម្លែកទៅវិញប៉ុន្តែបែរជាមិនឃើញលោកយាយហើយនៅពេលដែលគេបានព្យាយាមតាក់ទងទៅលោកយាយរបស់គេបែរជាតាក់ទងមិនបានទៅទៀតចំណែកអ៊ីជុននៅពេលដែលនាងកំពុងតែធ្វើការនាងបានឃើញក្មេងស្រីម្នាក់មានឈ្មោះថាប៉ៃមកលេងនៅទីនោះលុះនៅពេលដែលវៃបានយកនាងចេញពីធ្វើការវៃក៏បាននាំនាងទៅមើលខុនដូមួយពេលនោះគេចាប់ផ្ដើមយកចិត្តអ៊ីជុននិងណែនាំខុនដូនោះទៅកាន់អ៊ីជុនបន្ទាប់មកនៅពេលដែលពួកគេបានបន្លាយគ្នាលេងនៅលើពូកនិងបានអោបថើបគ្នាពេលនោះអ៊ីជុនបានឲ្យវៃចែកការពារខ្លួនកុំឲ្យមានកូនទាំងមិនទាន់បានរៀបការនៅពេលដែលបានឮបែបនេះហើយវៃចាប់ផ្ដើមអស់អារម្មណ៍ជាខ្លាំងព្រោះគេមិនខ្វល់លើការមានផ្ទៃពោះមុនរៀបការនោះទេពេលនោះអ៊ីជុនទើបតែដឹងថាខុនដូនោះគឺវៃបានបង់រំលោះទៅហើយនៅពេលដែលបានដឹងបែបនេះហើយអ៊ីជុនបែរជាមិនយល់ស្របសោះព្រោះនាងមិនទាន់ចង់រៀបការទាំងនាងធ្វើការស្ទើរតែ24ម៉ោងលើ24ម៉ោងទៅហើយបន្ទាប់មកនៅពេលដែលពួកគេបានត្រឡប់ទៅផ្ទះរបស់លោកយាយស្រាប់តែសភាពផ្ទះនោះចាប់ផ្ដើមស្ងាត់ជ្រងំនៅពេលដែលលោកយាយបានចេញមកទាំងមានសភាពចម្លែកលោកយាយបានប្រាប់ទៅកាន់វៃថាគាត់ទើបតែមកលេងផ្ទះរបស់លោកយាយសួយលោកយាយសួយបានត្រឡប់មកវិញហើយនៅពេលដែលបានឃើញបែបនេះហើយវៃបានគិតថាប្រហែលជាលោកយាយរបស់គេចាប់ផ្ដើមខឹងគេហើយនៅព្រឹកបន្ទាប់ស្រាប់តែវៃបានងើបខកបន្តទៀតហើយនៅពេលនោះគេបែរជាមិនឃើញលោកយាយរបស់គេដល់តែសោះបានឃើញត្រឹមតែអាហារនៅលើតុសម្រាប់គេទៅធ្វើការតែប៉ុណ្ណោះលុះនៅពេលដែលគេបានទៅធ្វើការស្រាប់តែគេបានឃើញមនុស្សចោមរោមលោកយាយសួយបន្ទាប់ពីពួកគេបានរកឃើញលោកយាយសួយឡើងវិញពេលនោះនៅពេលដែលវៃបានទៅសួរលោកយាយសួយរកលោកយាយរបស់គេស្រាប់តែលោកយាយសួយនិយាយទាំងយំថាឲ្យគាត់សំទោសគាត់បានហៅឈ្មោះលោកយាយហូយាយរបស់វៃនៅពេលដែលបានឃើញសភាពបែបនេះហើយវៃចាប់តាមឆ្ងល់ជាខ្លាំងលុះនៅពេលដែលវៃបានទៅធ្វើការស្រាប់តែគេបានផ្ញើកាមេរ៉ារបស់លោកយាយសួយមកឲ្យគេមើលហើយនៅពេលដែលគេបានបើកមើលស្រាប់តែកាមេរ៉ានោះបានថតជាប់ប្រលឹងខ្មោចក្មេងស្រីពាក់រ៉ូបក្រហមនៅខាងក្រោយលោកយាយសួយយ៉ាងចម្លែកទៅវិញរពេញនោះស្រាប់តែគ្រប់គ្នានៅក្នុងការិយាល័យចាប់ដើមសួរគ្នាទៅវិញទៅមកនៅពេលដែលពួកគេបានធំក្លិនដូចជាមនុស្សស្លាប់នៅក្នុងការិយាល័យរបស់ពួកគេប៉ុន្តែនៅពេលនោះពួកគេបានជាមករកឃើញអ្វីតតែសោះលុះនៅពេលដែលវៃបានត្រឡប់ទៅផ្ទះវិញគេក៏បានទៅរកលោកតាកួនដែលជាសន្តិសុខនៅទីនោះដើម្បីជួយជូនគេទៅផ្ទះរបស់លោកយាយសួយហើយយកកាមេរ៉ានោះទៅឲ្យគាត់វិញលុះនៅពេលដែលលោកតាកួនបានជូនវៃទៅផ្ទះរបស់លោកយាយសួយហើយផ្ទះរបស់លោកយាយសួយចាប់ដើមស្ងាត់ជ្រងំហើយបើកទ្វារចំហនិងងងឹតថែមទៀតផងនៅពេលដែលពួកគេបានដើរចូលទៅពិនិត្យមើលស្រាប់តែនៅពេលនោះពួកគេបានឮសំឡេងជម្រាបបាក់ចោលភ្លាមនោះទ្វារក៏បានបិទដោយខ្លួនឯងសំឡេងសម្រាប់ជើងមនុស្សបានរត់នៅជាន់ខាងលើដែលធ្វើពួកគេចាប់ដើមភ័យខ្លាចជាខ្លាំងលុះនៅពេលដែលទ្វារបានបើកពួកគេក៏បានរត់ចេញពីទីនោះភ្លាមតែម្ដង
នៅព្រឹកបន្ទាប់នៅពេលដែលពួកគេបានឆាយមើលកាមេរ៉ាទើបឃើញលោកយាយហូបានដើរចេញពីផ្ទះមានកាយវិការចម្លែកខុសពីធម្មតាហើយថែមទាំងមានក្មេងកាន់ដៃគាត់ទៅថែមទៀតផងពេលនោះនៅពេលដែលពួកគេបានឆែកមើលកាមេរ៉ាការប្រយុទ្ធមិញវិញម្ដងស្រាប់តែបានជាប់ជាមួយនឹងក្មេងចម្លែកនោះម្ដងទៀតដែលធ្វើឲ្យវ័យនិងលោកតាគាត់ចាប់ផ្ដើមឆ្ងល់ជាខ្លាំងបន្ទាប់មកនៅពេលដែលពួកគេបានប្រកាសស្វែងរកលោកយាយហូលោកតាគាត់ក៏បានដុតផាវធ្វើពិធីបែបសាសនាដើម្បីស្វែងរកលោកយាយឡើងវិញលោកនៅព្រឹកបន្ទាប់ស្រាប់តែវ័យក៏បានស្រមៃឃើញលោកយាយមកដាស់គេឲ្យទៅធ្វើការហើយនៅពេលដែលគេបានងើបឡើងគេក៏បានឃើញលោកយាយមើលថែគេកាលពីក្មេងថែមទៀតផងដែលធ្វើឲ្យគេចាប់ផ្ដើមស្រក់ទឹកភ្នែកអាណិតទៅកាន់លោកយាយរបស់គេជាខ្លាំងបន្តិចក្រោយមកស្រាប់តែគេបានឮសំឡេងមនុស្សនៅក្នុងផ្ទះហើយនៅពេលដែលគេបានទៅតាមរកមើលស្រាប់តែគេបានឃើញដានជើងមនុស្សនៅក្នុងផ្ទះរបស់គេថែមទៀតផងនៅពេលដែលគេបានអោនទៅមើលអក្សរដែលគេបានសរសេរកាលពីក្មេងនៅក្រោមតុនោះស្រាប់តែមានខ្មោចបានចេញមកថែមទាំងបានចូលទៅក្នុងរាងកាយរបស់គេថែមទៀតផងប៉ុន្តែការពិតគ្រាន់តែជាការយល់សប្តិរបស់គេតែប៉ុណ្ណោះលោកនៅពេលដែលគេបានងើបពីដេកស្រាប់តែគេបានឃើញលោកយាយរបស់គេត្រឡប់មកវិញទើបធ្វើគេចាប់ដើមស្ទុះទឹកអោបទាំងស្រក់ទឹកភ្នែកចំណែកអ៊ីជុននៅពេលដែលនាងកំពុងតែទទួលទូរស័ព្ទប្រិមិត្តទេនៅក្នុងវិទ្យុរបស់នាងស្រាប់តែនាងបានឮសំឡេងមនុស្សស្រីស្រែកល្វើយថាមនុស្សប្រុសឈប់ស្រឡាញ់នាងហើយនៅពេលដែលបានឮបែបនេះនាងចាប់ដើមឆ្ងល់ជាខ្លាំងដោយសារតែសំឡេងនោះគឺគួរឲ្យខ្លាចខ្លាំងណាស់រូបពេញនោះស្រាប់តែវ័យបានទៅដល់ទីនោះនិងបានហៅអ៊ីជុនទៅផ្ទះរបស់គេដើម្បីញ៉ាំអាហារពេលល្ងាចជាមួយនឹងយាយរបស់គេប៉ុន្តែនៅពេលនោះអ៊ីជុនបានឃើញវ័យមានកាយវិការចម្លែកនិងបែកញើសពេញខ្លួនថែមទៀតបន្ទាប់មកមុនពេលដែលពួកគេទៅផ្ទះរបស់លោកយាយអ៊ីជុនក៏បានទៅមន្ទីរពេទ្យជាមុនសិនហើយនៅពេលនោះស្រាប់តែអ៊ីជុនបានបាត់វ័យនៅពេលដែលនាងបានដើរទៅរកស្រាប់តែបានឃើញគេនៅឈរមកបន្ទប់ទុកទីរក់ហើយនៅពេលនោះវ័យបានសួរថាហេតុអ្វីបានជាមិនយកកូនជាមួយនឹងគេទៅពេលឮបែបនេះហើយអ៊ីជុនក៏បានតបថាចាំនិយាយរឿងនេះនៅពេលក្រោយទៅភ្លាមនោះនៅពេលដែលវ័យបានដើរចេញពីមុខបន្ទប់នោះស្រាប់តែអ៊ីជុនមិនបានឃើញទីរក់នៅក្នុងបន្ទប់នោះតតែសោះលុះនៅពេលដែលពួកគេបានទៅដល់ផ្ទះរបស់វ័យហើយស្រាប់តែនៅពេលនោះមានខ្មោចក្មេងស្រីម្នាក់នៅលើទូប៉ុន្តែនៅពេលនោះវាក៏បានបាត់ទៅវិញភ្លាមហើយនៅពេលដែលអ៊ីជុនបានចូលទៅក្នុងផ្ទះស្រាប់តែនាងបានឃើញវ័យកំពុងតែញ៉ាំអាហារយ៉ាងគួរឲ្យខ្ពើមរអើមដូចជាដង្កូវនិងសត្វល្អិតជាច្រើននៅលើតុនៅពេលដែលបានឃើញបែបនេះហើយអ៊ីជុនក៏បានរត់ទៅហៅលោកតាគាត់ឲ្យមកមើលតែម្ដងប៉ុន្តែនៅពេលដែលពួកគេបានទៅដល់ទីនោះបែរជាមិនឃើញវ័យនិងអាហារនៅលើតុនោះទាល់តែសោះដែលធ្វើឲ្យអ៊ីជុនចាប់ផ្ដើមឆ្ងល់បន្តទៀតចំណែកលោកយាយហូឯនេះនៅពេលនោះស្រាប់តែប៉ូលីសបានរកឃើញគាត់ដើរម្នាក់ឯងនៅតាមដងផ្លូវយ៉ាងចម្លែកពេលនោះដោយសារតែរឿងរ៉ាវបានកើតឡើងមិនចេះឈប់លោកតាគាត់ក៏បានធ្វើពិធីបណ្ដេញខ្មោចនៅក្នុងផ្ទះរបស់វ័យជាមួយនឹងអ៊ីជុនតែម្ដងហើយនៅពេលនោះលោកតាក៏បានឲ្យអ៊ីជុនស្រែកតាមពាក្យរបស់គាត់ពេលនោះអ៊ីជុនក៏បានស្រែកយ៉ាងខ្លាំងថែមទៀតផងបន្ទាប់មកអ៊ីជុនក៏បានបន្តស្វែងរកវ័យនិងប្រកាសតាមវិទ្យុផងដែរពេលនោះពួកគេបានតាក់ទងពីការរកឃើញរបស់លោកយាយហ៊ូនៅពេលដែលបានដឹងបែបនេះហើយនាងចាប់ផ្ដើមសប្បាយចិត្តជាខ្លាំងហើយនៅពេលដែលនាងបានទៅមើលលោកយាយនៅមន្ទីរពេទ្យស្រាប់តែនៅពេលនោះលោកយាយបានស្រែកខ្លាំងថាគាត់បានហៅឈ្មោះរបស់វ័យបន្ទាប់ពីបាននិយាយហើយលោកយាយចាប់ផ្ដើមក្អួតជាខ្លាំងបន្ទាប់មកនៅពេលដែលអ៊ីជុនបានទៅផ្ទះរបស់នាងវិញជាមួយនឹងកាមេរ៉ារបស់លោកយាយសួយស្រាប់តែនៅពេលនោះឆ្កែបានព្រុសនាងជាខ្លាំងហើយនៅពេលដែលនាងបានទៅឆែកមើលប្រវត្តិភ្នំដែលបានបាត់ខ្លួននោះទើបបានដឹងថាភ្នំនោះគឺជាកន្លែងដែលមានមនុស្សបាត់ខ្លួនជាច្រើនកន្លងមកហើយនៅក្នុងវីដេអូគេបាននិយាយអំពីក្មេងស្រីស្លៀកពាក់ក្រហមនៅក្នុងព្រៃនោះថែមទៀតផងគេធ្លាប់បានថតជាប់និងឃើញនៅទីនោះកន្លងមកចំណែកលោកតាគាត់នៅពេលដែលគាត់បានយាមធ្វើជាសន្តិសុខធម្មតានៅពេលនោះលោកតាបានឃើញខ្មោចក្មេងស្រីម្ដងទៀតហើយនៅពេលដែលលោកតាបានប្រុងពិនិត្យមើលខ្មោចក្មេងស្រីម្នាក់នោះក៏បានបាត់ទៅភ្លាមនោះខ្មោចក្មេងស្រីនោះក៏បានមកបន្លាចលោកតានៅពេលដែលលោកតាព្យាយាមយកខោមកដុតស្រាប់តែខ្មោចក្មេងស្រីនោះក៏បានចូលទៅក្នុងខ្លួនរបស់លោកតាតែម្ដងនៅព្រឹកបន្ទាប់នៅពេលដែលអ៊ីជុនបានទៅមើលលោកយាយហូម្ដងទៀតលោកដុកទ័របានប្រាប់ថាលោកយាយហូក៏បានញ៉ាំសត្វល្អិតមានអំបៅមួយយ៉ាងទើបបណ្ដាយគាត់ក្អួតមិនចេះឈប់បែបនេះនៅពេលដែលបានដឹងបែបនេះហើយនៅពេលដែលអ៊ីជុនបានទៅឆែកមើលរូបមេអំបៅនោះស្រាប់តែនាងបានឃើញខ្នងរបស់មេអំបៅនោះគឺមានមុខមាត់ដូចទៅនឹងក្មេងស្រីដែលបានថតជាប់នៅក្នុងកាមេរ៉ានោះណាលោកយប់ឡើងនៅពេលដែលអ៊ីជុនកំពុងតែដេកស្រាប់តែកុំព្យូទ័ររបស់នាងបានបើកដោយខ្លួនឯងនៅពេលដែលនាងបានងើបឡើងស្រាប់តែនាងបានឃើញបង្អួចបើកចំហហើយនៅពេលនោះស្រាប់តែនាងបានឃើញឈាមពាសពេញរាងកាយរបស់នាងរីឯនៅខាងមុខនាងគឺមានខ្មោចក្មេងស្រីម្នាក់នោះថែមទៀតផងប៉ុន្តែនៅពេលនោះគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះនៅព្រឹកបន្ទាប់អ៊ីជុនក៏បានយកលោកយាយត្រឡប់ទៅផ្ទះវិញនៅពេលដែលលោកយាយបានធូរស្បើយពេល
ពេលនោះលោកយាយបានរំលឹកចៅប្រុសរបស់គាត់និងបានឲ្យអ៊ីជុនទៅយកស្បែកជើងរបស់វ៉ៃមកមើលហើយនៅពេលនោះគាត់បាននិយាយពាក្យប្លែកៗថាវាគួរតែយកលោកយាយទៅមិនគួរណាយកវ៉ៃទៅនោះទេបន្ទាប់ពីនោះអ៊ីជុនក៏បានពឹងឲ្យលោកតាគាត់ជួយមើលលោកយាយប៉ុន្តែនៅពេលនោះនាងបានឃើញលោកតាគាត់មានសភាពចម្លែកមិនមាត់កជាមួយនឹងនាងសោះបានត្រឹមតែងក់ក្បាលតែប៉ុណ្ណោះលោកនៅពេលអ៊ីជុនបានទៅធ្វើការស្រាប់តែមានក្មេងរត់លេងនៅកន្លែងធ្វើការរបស់នាងដោយដំបូងឡើយនាងនឹកស្មានថាជាក្មេងស្រីប៉ៃភ្លាមនោះស្រាប់តែមានលេខទូរស័ព្ទចម្លែកបានទៅមកនាងដោយនិយាយតិចៗថាភ្នំវងខេនបន្ទាប់ពីបាននិយាយហើយទូរស័ព្ទនោះក៏បានដាច់ទៅភ្លាមនោះស្រាប់តែនាងទទួលបានដំណឹងពីការបាត់ខ្លួនរបស់លោកយាយហូម្ដងទៀតនៅពេលដែលនាងបានត្រឡប់ទៅវិញនាងក៏បានឃើញលោកតាគាត់កំពុងតែប្រាប់ទៅកាន់ប៉ូលីសក្នុងសភាពចម្លែកថាលោកយាយហូគឺទៅភ្នំដើម្បីតែរកចៅរបស់គាត់នៅពេលដែលបានឃើញបែបនេះហើយអ៊ីចុនបានដឹងថាប្រកាសជាភ្នំវងខេននោះមិនខាននោះទេបន្ទាប់មកនៅពេលដែលនាងបានចូលទៅក្នុងបន្ទប់របស់វ៉ៃនាងចាប់ដើមស្រក់ទឹកភ្នែកនៅពេលដែលនាងបានឃើញរូបថតដែលនាងបានថតជាមួយនឹងវ៉ៃបន្ទាប់មកពួកគេក៏បានសម្រេចចិត្តទៅភ្នំវងខេននោះតែម្ដងដើម្បីទៅស្វែងរកវ៉ៃនិងលោកយាយហូហើយនៅពេលដែលពួកគេបានចេញដំណើរទៅក្រុមជួយសង្គ្រោះនឹងបានឲ្យរបស់មួយចំនួនទៅកាន់អ៊ីជុនទុកតាមខ្លួននៅពេលដែលពួកគេបានទៅស្វែងរកវ៉ៃនិងលោកយាយហូលុះនៅពេលដែលពួកគេបានទៅដល់ភ្នំនោះហើយនឹងបានព្យាយាមស្វែងរកពួកគេស្រាប់តែនៅពេលនោះនាងបានឃើញខ្មោចក្មេងស្រីម្នាក់នោះនៅទីនោះហើយនៅពេលដែលខ្មោចក្មេងស្រីម្នាក់នោះបានបាត់ទៅនាងក៏បានឃើញលោកយាយហូនៅក្បែរមាត់ទឹកនៅទីនោះទើបក៏បានប្រញាប់ឲ្យក្រុមជួយសង្គ្រោះទៅជួយសង្គ្រោះលោកយាយតែម្ដងពេលនោះនៅពេលដែលពួកគេបានព្យាយាមជួយសង្គ្រោះលោកយាយហើយពួកគេបានឃើញស្បែកជើងរបស់វ៉ៃនៅទីនោះថែមទៀតផងទើបក៏បានសម្រេចចិត្តដើររកវ៉ៃបន្តទៀតលុះនៅពេលដែលពួកគេបានទៅតាមរករហូតដល់យប់ពួកគេក៏បាននាំគ្នាសម្រាកពេលនោះនៅពេលដែលអ៊ីជុនបានសួរប្រវត្តិនៅក្នុងព្រៃនៅទីនោះពួកគេបាននិយាយថាដើមឈើនៅទីនោះគឺមានវិញ្ញាណបើសិនជាមានអ្នកណាម្នាក់បានកាប់វានោះនឹងមានរឿងមិនល្អមិនខាននោះទេហើយព្រៃនេះគឺជាព្រៃដែលបានបាត់ខ្លួនមនុស្សជាច្រើនដងថែមទៀតផងពេលនោះនៅពេលដែលពួកគេបានសួរអ៊ីជុនវិញថាហេតុអ្វីបានជានាងដឹងថាពួកគេបានបាត់ខ្លួននៅទីនោះអ៊ីជុនបានប្រាប់ថាកាលពីយប់មិញអ្នកយាមនៅទីនេះមានឈ្មោះថាវ៉ាងធានបានទៅមកប្រាប់នាងនៅពេលដែលពួកគេបានឮបែបនេះពួកគេចាប់ផ្ដើមឆ្ងល់ដោយសារតែអ្នកយាមនៅទីនោះគឺបានស្លាប់យូរមកហើយលុះនៅព្រឹកបន្ទាប់នៅពេលដែលពួកគេបានបន្តធ្វើដំណើរទៅតាមស្វែងរកវ៉ៃបន្តទៀតពួកគេបានបំបែកផ្លូវគ្នាជា3ក្រុមបន្តិចក្រោយមកនៅពេលដែលអ៊ីជុនបានធ្វើដំណើរអស់កម្លាំងពីខ្លួនស្រាប់តែនាងចាប់ដើមមកវិញបែកពីក្រុមរបស់នាងតែម្ដងនៅពេលដែលនាងបានព្យាយាមទៅតាមរកពួកគេហើយបានឃើញសមាជិកដទៃនៅខាងមុខនាងក៏បានស្រែកហៅប៉ុន្តែនៅពេលនោះពួកគេបែរជាមិនឮសំឡេងរបស់នាងតទៅសោះនិងបានបន្តដើរទៅមុខបន្តទៀតរពេលនោះស្រាប់តែនាងបានឃើញដូចជាវ៉ៃនៅខាងមុខទើបបានជានាងរត់ទៅរកប៉ុន្តែនៅពេលនោះបែរជាមិនឃើញវ៉ៃថែមទាំងបានធ្វើនាងកាន់តែពង្វេងនៅក្នុងព្រៃនោះបន្តទៀតបន្ទាប់មកនាងក៏បានសម្រេចចិត្តយកក្រណាត់ចងដើមឈើដើម្បីចំណាំលុះនៅពេលដែលនាងបានធ្វើដំណើរទៅមុខបន្តទៀតនាងក៏បានមកដល់កន្លែងដើមវិញទើបបានជានាងសម្រេចចិត្តសម្រាកនៅទីនោះតែម្ដងបន្តិចក្រោយមកស្រាប់តែមានដៃខ្មោចមកកាន់ស្មារបស់នាងនៅពេលដែលនាងបានអុជភ្លើងស្រាប់តែនាងបានឃើញមានអំបៅយ៉ាងធំនៅទីនោះនៅពេលដែលនាងបានព្យាយាមរត់គេចខ្លួនដួលបោកក្បាលហើយបានងើបឡើងមកវិញនាងក៏បានឮសំឡេងក្មេងៗស្រែកយំថាម៉ាក់ឈប់ស្រឡាញ់កូនហើយភ្លាមនោះស្រាប់តែនាងបានឃើញសាកសពមនុស្សជាច្រើនជាប់នៅលើដើមឈើនៅទីនោះយ៉ាងគួរឲ្យខ្លាចហើយពួកគេសុទ្ធតែជាមនុស្សដែលបានបាត់ខ្លួនកន្លងមកនៅក្នុងព្រៃនោះបន្តិចក្រោយមកស្រាប់តែអ៊ីជុនចាប់ផ្ដើមមានផ្ទៃពោះហើយពោះរបស់នាងក៏ចាប់ផ្ដើមសម្រាលបានទារកម្នាក់យ៉ាងធំពេលនោះទារកម្នាក់នោះបាននិយាយទៅកាន់អ៊ីជុនថាហេតុអ្វីបានជាយកគេចេញនៅពេលដែលបានឃើញបែបនេះហើយអ៊ីជុនក៏បានវាទៅអោបទារនោះទាំងស្រែកយំថាឲ្យម៉ែសុំទោសភ្លាមនោះស្រាប់តែអ៊ីជុនក៏បានភ្ញាក់ពីដេកនៅពេលដែលនាងបានចេញពីបន្ទប់មកខាងក្រៅនាងក៏បានឃើញវ៉ៃកំពុងតែធ្វើម្ហូបអាហារឲ្យនាងញ៉ាំនៅពេលព្រឹកទើបបានជានាងទៅអោបនិងប្រាប់ថានាងបានយកសពអាក្រក់បន្ទាប់មកនៅពេលដែលពួកគេបានត្រៀមញ៉ាំអាហារជាមួយនឹងគ្នាអ៊ីជុនក៏បានសួររកលោកយាយហូប៉ុន្តែនៅពេលនោះវ៉ៃបាននិយាយថាគេបានយកលោកយាយទៅដាក់មណ្ឌលទៅហើយនៅពេលដែលបានលើកបែបនេះហើយនាងបានដឹងថានោះមិនមែនជាវ៉ៃពិតប្រាកដនោះទេទើបបានជាប្រងចេញពីផ្ទះនោះរីឯវ៉ៃក៏បានតែហាមឃាត់និងឲ្យនាងទៅញ៉ាំអាហារបន្តទៀតភ្លាមនោះស្រាប់តែអ៊ីជុនក៏បានដឹងខ្លួនឡើងវិញនិងបានយកភ្លើងបញ្ចាំងទៅខាងមុខនៅពេលដែលនាងបានសម្លឹងមើលទៅលើដើមឈើស្រាប់តែនាងបានឃើញវ៉ៃនៅមានជីវិតជាប់នៅលើដើមឈើនៅទីនោះទើបបានជានាងប្រញាប់ទៅជួយគេយកមកវិញស្របពេលដែលខ្មោចទារកជាច្រើនបានទៅដល់ទីនោះលុះនៅពេលដែលពួកគេបាននាំគ្នាគេចខ្លួនចេញពីទីនោះខ្មោចក្មេងស្រីស្លៀកពាក់ក្រហមនោះក៏បានចេញមកនិងបានមកបុកឲ្យវ៉ៃដួលទៅមកខាងបន្ទាប់មកខ្មោចក្មេងស្រីនោះក៏បានវាទៅរកអ៊ីជុននិងព្យាយាមសម្លាប់អ៊ីជុនថែមទៀតផងពេលនោះនៅពេលដែលខ្មោចនោះបានព្យាយាមសម្លាប់ទៅកាន់អ៊ីជុនចាប់តាមស្រមៃនៅពេលដែលនាងរស់នៅជាមួយនឹងវ៉ៃទើបនៅពេលនោះនាងបានព្យាយាមបំរាស់ដោយបានបាច់ឆេះភ្លើងមួយទៀតទើបបានធ្វើឲ្យខ្មោចទាំងអស់នោះ
ចាប់ផ្ដើមខ្លាចពន្លឺរីឯក្រុមអ្នកជួយសង្គ្រោះក៏បានបាញ់កំជ្រួចទៅខាងលើជាសញ្ញាបណ្ដាយខ្មោចនោះបានរលាយបាត់ទៅអស់ហើយទីបំផុតក្រុមជួយសង្គ្រោះក៏បានមកជួយពួកគេទាំងពីរនាក់ចាប់តាំងពីពេលនោះអ៊ីជុននិងវៃបានបង្កើតគ្រួសារជាមួយនឹងគ្នាយ៉ាងមានសុភមង្គលថែមទាំងមានផ្ទៃពោះថែមទៀតផងហើយនៅយប់មួយស្រាប់តែមានមេអំបៅបានហោះចូលទៅក្នុងផ្ទះរបស់ពួកគេអរគុណប្រិមត្តសម្រាប់ការទស្សនាការសង្ខេបរឿងដែលមានចំណងជើងថា The Take Along ប្រិមត្តយល់យ៉ាងណាដែរចំពោះរឿងមួយហ្នឹងបាទសម្រាប់អារម្មណ៍របស់ admin វិញ admin គិតថារឿងហ្នឹងសម្រាប់ពួកអាស៊ីគឺ admin គិតថាល្បីគួរសមហើយប៉ុណ្ណឹងដោយសារតែសាច់រឿងនិងការកាត់តគឺល្អខ្លាំងមែនតើ admin សូមបញ្ជាក់ផងដែរថារឿងមួយហ្នឹងមិនមែនមានតែមួយវគ្គទេគឺមាន3វគ្គឯណោះប្រិមត្តជាមួយ admin នឹងតែមើលឡើងវិញបើសិនជាល្អមើលហើយបើសិនជានៅក្នុងវីដេអូការសង្ខេបរឿងវគ្គ1នឹងមានអ្នកទស្សនាច្រើន admin នឹងសង្ខេបវគ្គ2វគ្គ3បន្តទៀត admin សូមបញ្ជាក់ផងដែរថារឿងមួយហ្នឹងគេនិយាយថាដកស្រង់ចេញពីរឿងប៉ិតប៉ុន្តែ admin អត់ដឹងថាចំណុចមួយណាដកស្រង់ចេញពីរឿងប៉ិតទេណាប្រិមត្តបើសិនជាប្រិមត្តដឹងប្រិមត្តទាំងអស់គ្នាអាច comment ប្រាប់ admin ផងបើតាម admin ស្មានប្រហែលជាគេចង់និយាយថាព្រៃមួយហ្នឹងគឺធ្លាប់មានមនុស្សបាត់ខ្លួនក៏ដូចជាមនុស្សទៅសម្លាប់ខ្លួនក្នុងព្រៃហ្នឹងអាហ្នឹងគេដកស្រង់ចេញពីរឿងប៉ិតអញ្ចឹងអាហ្នឹង admin គិតអញ្ចឹងណាប្រិមត្តអូខេអរគុណប្រិមត្តដែលចំណាយពេលដែលមានតម្លៃក្នុងការទស្សនាការសង្ខេបរឿងមួយនេះកុំភ្លេចចុច like subscribe ម្នាក់មួយផងជួបគ្នាវីដេអូលើកក្រោយទៀតសូមអរគុណសូមជម្រាបលា